គឺជាសាលាអនុវិទ្យាល័យអូតបងមួយហើយខាងឆ្វេងដៃនេះគឺវត្តតមឹមហើយសាលារៀនឡើងថ្មីអគារថ្មីច្រើនយើងហួសពីនេះទៅយើងទៅដល់ផ្លូវមុខសាលាឃុំអូតបងមួយហើយការអភិវឌ្ឍច្រើនពីមុនផ្លូវនេះជិះសឹងមិនកើតអត់មានអ្នកជិះបណ្ដោយដោយសារផ្លូវវាចិត្តដាច់ទីតាំងកន្លែងទៅនេះគឺចិត្តដាច់តែម្ដងទស្សនវិជ្ជាពីមុនពិបាកមើលលើការអភិវឌ្ឍច្រើននេះសាលាឃុំអូតបងមួយហើយបុគ្គលិកអីក៏នៅចិត្តនឹងដែរហើយយើងបន្តដំណើរទៅមុខទៀតទៅដល់ផ្សារខ្វែងយើងទៅត្រង់ក៏បានដែរប៉ុន្តែខ្ញុំបត់មកខាងផ្លូវមុខផ្សារខ្វែងវិញស្ពានផ្សារខ្វែងថ្ងៃនេះផ្លូវនេះពិបាកបន្តិចដល់ពេលយើងមកដល់ផ្លូវបបែកជា4នេះយើងបត់ទៅខាងស្ដាំដៃដល់ពេលយើងទៅត្រង់ទៅខាងអូត្បូង2ហើយឆ្វេងដៃយើងទៅខាងវត្តតមឹមវិញ